ទាំងអស់គ្នាវីដេអូនេះគឺខ្ញុំចង់បង្ហាញអំពីរបៀបក៏ដូចជាកលឹះក្នុងការស្នើសុំមុខងារបើករកលុយជាមួយ Facebook អ្នកខ្លះគឺគាត់អត់ទាន់គ្រប់តាមលក្ខខណ្ឌនៃគោលការណ៍របស់ Facebook ទេប៉ុន្តែយើងក៏អាចបើកមុខងារស្នើសុំ Facebook នៅក្នុងការរកលុយបានអញ្ចឹងបើចង់ដឹងថារបៀបនៃការបើករកលុយក៏ដូចជាការស្នើសុំបើករកលុយជាមួយ Facebook ហ្នឹងថាតើគេបើកបែបម៉េចផ្លេចតាមដានជាមួយខ្ញុំឲ្យដល់ទីបញ្ចប់ណាជាដំបូងអ្នកនរគ្នាចូលទៅកាន់ Facebook app មកហើយយើងចុចកន្លែងរូប profile យើងអញ្ចឹងណាយើងចុចកន្លែងហ្នឹងមកហើយយើងចុចកន្លែងពាក្យថា professional dashboard នេះមកហើយបន្តមកទៀតគឺយើងអូសទៅរកពាក្យថា monetize ចុចកន្លែងហ្នឹងមកហើយយើងអូសទៅខាងក្រោមយើងនឹងឃើញពាក្យថា content monetization យើងចុចកន្លែងហ្នឹងមកអានេះគឺអ្វីដែលខ្ញុំបានស្នើសុំកន្លងទៅហើយណាហើយបើសិនជាយើងទៅតែស្នើសុំថ្មីយើងចំមកហើយអ្វីដែលយើងត្រូវធ្វើគឺខាងលើគេហ្នឹងគឺឲ្យយើង select what type your creator are you គេចង់ស្នើថាតើអ្វីដែលមាតិកាដែលអ្នកចង់ធ្វើហ្នឹងគឺជាប្រភេទមាតិកាបែបម៉េចចឹងហើយខ្ញុំគឺជ្រើសរើសពាក្យថា digital creator អញ្ចឹងទៅហើយបន្ទាប់ពីយើងជ្រើសរើសគឺយើងចុចពី done នេះមកបាទហើយយើងចូលឡោមទី2បាទហើយយើងចុចកន្លែងសញ្ញាព្រួញចុះក្រោមនេះមកអាដល់ចំណុចនេះគេថា select content formats អញ្ចឹងយើងអាចជ្រើសរើសមុខងារណាមួយដែលយើងចង់ជ្រើសរើសឧទាហរណ៍ថាយើងជ្រើសរើស reel អញ្ចឹងវីដេអូដែលយើងថតគឺរកលុយបានតែ reel នោះទេអញ្ចឹងបើយើងជ្រើសរើស photo អញ្ចឹងវីដេអូដែលយើងរកលុយបានគឺមានតែការ post ជារូបភាពនោះទេអញ្ចឹងបើសិនជាយើងចង់រកលុយបានទាំង reel ទាំង photo ទាំង text post ហើយនឹង story គឺយើងអាច select ទាំងអស់មកអាហ្នឹងគឺបញ្ជាក់ថាពេលយើង post ជាវីដេអូក៏បានលុយ post ជារូបថតក៏បានលុយ post ជាការសរសេរជាអក្សរក៏បានលុយហើយនឹង post ជា story ហ្នឹងក៏បានលុយដែរអញ្ចឹងយើងជ្រើសរើសទាំងអស់ហើយយើងចុចពាក្យថា done នេះមកហើយមកដល់ចំណុចនេះគេសួរថាហេតុអ្វីបានជាយើងប្រើកម្មវិធីនឹងអញ្ចឹងណាអាហ្នឹងគឺជាអ្វីដែលយើងចង់សរសេរថាតាមមុខងារក៏ដូចជាកម្មវិធីនឹងផ្ដល់អត្ថប្រយោជន៍ទៅពេលខ្លះដល់យើងអាហ្នឹងកន្លែងហ្នឹងយើងសរសេរក៏បានមិនសរសេរក៏បានដែរប៉ុន្តែខ្ញុំគឺអត់សរសេរទេហើយនៅខាងក្រោមហ្នឹង add your other social អាហ្នឹងគឺចង់សំដៅទៅលើយើង add អំពី social media ណាដែលយើងមានឧទាហរណ៍ថាដូចជា TikTok ឬក៏ YouTube ចឹងទៅអាហ្នឹងយើងអាចដាក់ក៏បានមិនដាក់ក៏បានប៉ុន្តែដើម្បីឲ្យ page របស់អ្នកកាន់តែរឹងមាំយើងអាចដាក់ក៏បានដែរបាទហើយបន្ទាប់មកគឺយើងចុច submit មកបាទអញ្ចឹងអ្វីដែលយើងស្នើសុំគឺរួចរាល់ហើយពុកម៉ែបងប្អូនអញ្ចឹងអត់មានអីពិបាកទេបាទពុកម៉ែបងប្អូនគិតថាវីដេអូនេះគឺមានប្រយោជន៍អញ្ចឹងកុំភ្លេចចែករំលែកក៏ដូចជា share ទៅកាន់មនុស្សជាទីស្រឡាញ់បាទជួបគ្នាវីដេអូក្រោយ